mặc bầm pong xuôi còn lọc rương ba chân môi đi hết trâu na sầm rập nè cho chết mơ rương thi bị ôi mơ bả đào nhầm bả đào xuôi ô bàn gì nè chết khang thế mà đi thiệt ô trụ mọt ra chân complete ná xạ riêng phơi từng óc đi cho môi nâng mặc cả lọc rương ba chân ôi tụm nong na bụng mày bông ô mà mục đi តែសារឃើញមឹកធំធំល្អតែងយកមកធ្វើមឹកកំពងក្លុកជាមួយនឹងគ្រឿងចិនណាតោះមកតាមដានវិធីធ្វើទាំងអស់គ្នាចំពោះមឹកខ្ញុំយកមកបកស្បែកដកស្នូកហើយខ្វះភ្នែកចេញមកហើយយើងលាងសម្អាតឲ្យបានស្អាតអញ្ចឹងមកណាតទៅទៀតយើងចាប់ផ្ដើមលាងម្ទេសហ្នឹងមុននឹងលាងហ្នឹងខ្ញុំដាក់ត្រាំវាសិនលាងរួចរាល់អីហើយយើងយកមឹកដែលយើងបានលាងសម្អាតឲ្យបានស្អាតហ្នឹងយកមកហាន់ជាកង់តូចយើងហាន់មឹកកង់ប្រហែលទំហំប្រហែលគ្នាមកអញ្ចឹងពេលដែលយើងកំពងទៅវាសេញស្អាតវាទំហំប្រហែលគ្នាហើយបន្តមកទៀតខ្ញុំចាប់ផ្ដើមមកលាយម្សៅខ្ញុំគោះពង2គ្រាប់ហើយខ្ញុំដាក់ម្សៅកំពងយើងចូលហើយច្បល់ចូលគ្នាប៉ុន្តែដល់ពេលពងខ្ញុំរៀងស្ទើរអញ្ចឹងខ្ញុំលួចថែមពងមួយគ្រាប់ទៀតយើងចាប់ផ្ដើមច្បល់ចូលគ្នាឲ្យរៀងសព្វសាច់ហើយបន្តមកទៀតខ្ញុំចាប់ផ្ដើមយកអាមឹកដែលយើងប្រឡាក់ហ្នឹងយកមកប្រឡាក់ម្សៅកំពងមួយតង់ទៀតយើងច្បល់ជាមួយម្សៅកំពង2-3ត្រឡប់មើលតែរៀងសព្វសាច់អស់ហើយបន្តមកទៀតយើងចាប់ផ្ដើមមកដាក់ខ្ទះដើម្បីកំពងរបស់យើងណាដាក់ខ្លាញ់អញ្ចឹងមកដាក់ខ្លាញ់ឲ្យក្តៅខ្លាំងមើលតែខ្លាញ់ក្តៅខ្លាំងចាំយើងចាក់មឹករបស់យើងចូលហើយពេលដែលយើងចាក់ភ្លៀងយើងកំតន់កូរទុកឲ្យរាងក្រៀមបន្តិចចាំយើងកូរអញ្ចឹងម្សៅរបស់យើងអត់ជ្រុះចូលក្នុងខ្លាញ់ទេឥឡូវមឹករបស់យើងរួចរាល់ហើយខ្ញុំដាក់ស្រង់វាឲ្យត្រជាក់សិនណាហើយខ្ញុំយកមកដោតចកាទៅចេះឲ្យកូនខ្ញុំញ៉ាំលេងសិនមុននឹងយើងក្លុកគ្រឿងណាហើយបន្តមកទៀតខ្ញុំចាប់ផ្ដើមមកលាយម្ទេសជាមួយនឹងល្ងហើយរោយនឹងម្សៅកំពងរបស់យើងច្បល់ចូលគ្នារៀងម៉ត់ណាហើយទុកបន្លាយសិនបន្តមកទៀតខ្ញុំដាក់កំពងគ្រាប់ចន្ទីយើងដាក់មកកំពងបន្តិចមើលតែលាងឡើងឈ្ងុយហើយយើងស្រង់វាទុកសិនហើយយើងចាប់ផ្ដើមដាក់ម្ទេសដែលយើងហ្នឹងមកកំពងដែរកំពងឲ្យរៀងឡើងឈ្ងុយស្រួយហើយយើងស្រង់ម្ទេសហ្នឹងមកដាក់ជាមួយនឹងគ្រាប់ចន្ទីហើយនឹងមឹករបស់យើងហើយបន្តមកទៀតយើងចាប់ផ្ដើមក្លុកគ្រឿងយើងប្រើគ្រឿងចិនណាហើយមួយទៀតខ្ញុំរោយអាម្ទេសអំបិលម្ទេសចិននេះអំបិលម្ទេសចិនហ្នឹងរៀងប្រៃអញ្ចឹងបងប្អូនរោយតែល្មមមកភ្លក់រសជាតិថាល្មមហើយយើងចាប់ផ្ដើមក្លុកច្បល់ចូលគ្នាឥឡូវមឹករបស់យើងរួចរាល់ហើយនេះមឹកកំពងជាមួយនឹងគ្រឿងចិនរបស់យើងមានគ្រាប់ចន្ទីផងមានម្ទេសផងនិយាយថាស្រួយឆ្ងាញ់ណាស់អ្នកដែលចូលចិត្តញ៉ាំមឹកញ៉ាំរបស់កំពងអីយប់ហ្នឹងដឹងតែដេកស្រក់ទឹកមាត់ទៀតហើយចង់ឲ្យចំអិនមកវិញនៅថ្ងៃស្អែកខមមិននៅក្រោមវីដេអូបាយបាយ